មនុស្សយើងណាគូក្បាលយើងវាចេះតែនាំយើងធ្វើខុសពីអ្វីដែលយើងចង់បានចង់បានសុខភាពល្អប៉ុន្តែទៅធ្វើអីដែលបំផ្លាញសុខភាពមិនដឹងទេបងប្អូនណាញ៉ាំកាហ្វេរហូតដល់ភ្លេចញ៉ាំបាយក៏មានញ៉ាំភេសជ្ជៈទាំងខ្លួនឯងគេឲ្យតមកនឹងក៏មានហេតុអីក៏នៅតែញ៉ាំទប់អារម្មណ៍មិនបានខួរក្បាលយើងនឹងគឺខ្លាំងមែនតើព្រោះវាជាអ្នកបញ្ជារាងកាយនេះចាំបន្តិចនេះក្នុងការញ៉ាំដូងមិនពិបាកទេប៉ុន្តែបងប្អូនត្រូវចេះជ្រើសរើសដូងពេលដែលបងប្អូនទ្រលាប់ញ៉ាំយូរបងប្អូននឹងនឹកចាំរសជាតិមួយហ្នឹងហ្មងខ្ញុំដឹងថាខ្ញុំចូលចិត្តដូងនឹងដឹងគុណដូងតាំងពីខ្ញុំទូចខ្ញុំកើតមកខ្ញុំដឹងតែម្ដាយខ្ញុំឈឺរហូតព្រោះដោយសារអីតាំងពីសម្រាប់ប្អូនខ្ញុំហើយគាត់មានជំងឺរោគសត្រូវជាប្រចាំខ្ញុំទៅបុកដូងហ្នឹងតាំងពីខ្ញុំធ្លាសពុតរឹបខ្ញុំទៅបុកបានមួយហ្នឹងនិយាយពីថាវេទនីបានហើយគឺយកទៅឲ្យម្ដាយញ៉ាំហើយម្ដាយគឺគេលើក្រែចាំញ៉ាំដូងហ្នឹងហ្មងព្រោះវាអាចជួយសង្គ្រោះលើកកម្លាំងយើងបានណាតែខ្ញុំអត់សូវចាំរសជាតិទេព្រោះដូងសម័យហ្នឹងជូរខ្លះវាអត់ផ្អែមវាអត់ឲ្យយើងចាំណាដូចថាយើងចង់ចាំតែយើងញៀនកាហ្វេអញ្ចឹងដូងដូចគ្នាបងប្អូនទៅរកដូងណាដែលញ៉ាំហើយគឺមានរសជាតិហើយយើងក៏ទទួលបានធម៌ពលនៃការផ្លាប់ដូងទៅញ៉ាំទៅយើងពងរហ័តហើយវាដូចមានកម្លាំងថ្មីឲ្យយើងហ្មងណាគឺវាមានប្រភេទដូងរបស់វាខ្ញុំកំពុងស្វែងយល់ថាតើមានតិចនិចណាដើម្បីទៅស្លេចរកដូងដែលវាមានគុណភាពព្រោះខ្ញុំមានដូងដែលដាំនៅចកាខ្ញុំនឹងប្រហែលមកពីពូគេថាដីតកៅដាំមិនល្អទេសឹកថាដូងមួយបានតែប៉ុណ្្នឹងតែញ៉ាំប៉ុណ្្នឹងទៅមួយថ្ងៃហ្នឹងគឺយើងមានកម្លាំងហើយដល់វាផ្អែមហើយវាឈ្ងុយជាប់ចិត្តឲ្យយើងអង្គុយយើងនឹកដល់អាហ្នឹងហ្មងអត់អាចដូរយើងញ៉ាំអីផ្សេងបានទេព្រោះដូងតែអត់មានគេបំលែងទៅជាភេសជ្ជៈផ្សេងដែលធ្វើឲ្យបងប្អូនញៀននឹងជក់ចិត្តពីវាឯងប៉ុន្តែយើងអាចធ្វើបាន